ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងធ្វើការបង្ហាញពីប្រភេទរតែលក់ទឹកអំពៅលក់ភេសជ្ជៈហើយនឹងលក់គ្រឿងម្ជូរក៏បានលក់ប្រហិតចៀនក៏បានចាសម្រាប់មួយឈុតនេះដែរគឺបងស្រីនៅម្នាក់នោះគាត់ប៉ែវក្រូចាគាត់បានធ្វើការកំងទិញទាំងម៉ូតូទិញទាំងរតែពីខាងយើងខ្ញុំចាហើយសម្រាប់ម៉ូតូគឺមានកាតគ្រីមានផ្លាកលេខចាម៉ូតូថ្មីជ្រឹងតែម្ដងចាណាហើយអានេះគឺជាប្រភេទក្បាលដុំ3ដុំតាន់ប្រភេទអនាម័យកាន់ម្ដងអស់ទឹក100%ចាហើយនេះគឺជាប្រភេទម៉ាស៊ីនដេរចាម៉ាស៊ីនដេរបោះជប៉ុនលេខ1តែម្ដងចានោះមានកូនសោមួយដែលនៅផ្នែកខាងក្រោយគឺយើងកាច់កូនសោនឹងទៅយើងចាប់អកុយមុនដំបូងចាប់អកុយតោះមកយើងកាច់កូនសោនឹងគឺវាដេរអូតូម៉ាទិកហ្មងចាសម្រាប់ស្រីគាត់ងាយស្រួលចាមិនប្រើកម្លាំងទាញទេហើយតួមានច្រើនណាស់យើងដាក់អំពៅក៏បានដាក់គ្រឿងកំប៉ុងក៏បានដាក់ម្ជូរក៏បានហើយមានថែមតយោចាតយោប្រហូរទឹកអំពៅក៏ធន់ត្រង់ទឹកអំពៅសម្រាប់សងអំពៅជូនគាត់មកឈុតនឹងតែម្ដងចានេះផ្នែកចំហៀងនេះផ្នែកចំហៀងណាចាហើយសម្រាប់អតានេះគឺខ្ញុំតានីជូនគឺដៃក្រាស់ជូនគាត់តែម្ដងចាសម្បីតែដៃចាប់ម៉ូតូដៃអីនេះគឺគាត់ដាក់ថ្នាំអំពៅក្រាស់ជូនសបកកង់ធំចានេះដៃខាងក្រោយចាមើលជាក់ស្ដែងណាក្នុងវីដេអូនឹងបណ្ឌិតមើលច្បាស់ហើយមួយទៀតចានេះកន្លែងចាប់ម៉ូតូគឺខ្ញុំដាក់ថ្នាំអំពៅជូនគាត់តែម្ដងចានិយាយរួមតានីដៃក្រាស់ជូនហើយនេះគឺដបូលទីបមូលចានេះមើលនេះទីបមូលទាំងអស់ចាហើយមាន free បិទរូបភាពជូនគាត់ហើយមានបូលក្រហមលឿងចាសម្រាប់ម៉ាស៊ីនគឺខ្ញុំមានការចាក់សាំងចាក់ប្រេងបានជូនគាត់ទៀតចាបើពុកម៉ែបងប្អូនណាគាត់មានចំណាប់អារម្មណ៍ចង់កំងអីគាត់អាចធ្វើការកំងបានតាក់ទងតាមរយៈលេខទូរស័ព្ទ3ខ្សែដែលនាងខ្ញុំដាក់ប្រែខាងលើឬក៏ឆាតចូលពេករបស់នាងខ្ញុំផ្ទាល់ចាជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំអរគុណច្រើនសូមជម្រាបលា